បាទសួស្តីបងប្អូនអរគ្នានេះជាវីដេអូទី2បន្ទាប់ពីការបង្ហាញទស្សន៍ទាក់ទងទៅនឹងបាទទាក់ទងទៅនឹងពិភពប្រភពដែលឬក៏សិភៅដែលមកពីប្រភពអង្គការ TPO បាទឥឡូវនេះខ្ញុំអានទៅត្រួសហើយនឹងចូលទៅមេត្តាតែម្ដងបាទក្នុងមេត្តាគឺមានច្រើននៅក្នុងនេះគឺមានរងកថាបុកថាអីធម្មតាហើយអ្វីដែលខ្ញុំនឹងសង្ខេបជូនបាទចំពុកទីនៅក្នុងនេះមានសរុបទាំងអស់មាន7ចំពុកបាទមាន7ចំពុកបាទច្រើនបាទចំពុកទី1ទាក់ទងនឹងសេចក្តីដើមហើយអ្វីមានសង្គ្រោះបឋមសុខភាពផ្លូវចិត្តហើយអ្វីយើងត្រូវមានបាទផែនការសកម្មភាពសង្គ្រោះសុខភាពផ្លូវចិត្តនៅក្នុងចំពុកទី1ចំពុកទី2បញ្ហាផ្លូវចិត្តនៅក្នុងនៅកម្ពុជាគឺមេរៀនទី1ក្នុងចំពុកទី2ហ្នឹងតើអ្វីទៅជាបញ្ហាផ្លូវចិត្តមេរៀនទី2តើបញ្ហាផ្លូវចិត្តកើតមានជាទូទៅយ៉ាងដូចម្ដេចហើយមេរៀនទី3អសកម្មភាពសំដៅអសមត្ថភាពបណ្ដាលមកពីជំងឺផ្លូវចិត្តបាទអញ្ចឹងមាន3មេរៀនក្នុងចំពោះទី2តែចំពោះទី3គឺមានច្រើនដែរបាទឥឡូវនេះខ្ញុំអានចំពោះយកតែម្ដងដើម្បីបងប្អូនអរគ្នាក៏មានការគិតស្មុគស្មាញពេកបាទចំពោះទី3ទាក់ទងជំងឺចិត្តវិកលអញ្ចឹងជំងឺចិត្តវិកលជាអ្វីខ្ញុំនឹងធ្វើការអាននិងសង្ខេបជូនដើម្បីបងប្អូនអរគ្នាយល់មួយដំណាក់បាទហើយទាក់ទងនឹងចំពោះទី5ចំពោះទី4អារម្មណ៍វិបលាសតើអារម្មណ៍វិបលាសជាអ្វីបាទទាក់ទងចំពោះទី5ជំងឺថប់អារម្មណ៍បាទយើងនឹងសិក្សាទាំងអស់គ្នាតើជំងឺថប់អារម្មណ៍គឺជាអ្វីចំពោះទី6បញ្ហាការញៀនបាទព្រោះថាពេលខ្លះបញ្ហាការញៀនមានច្រើនទាក់ទងទៅនឹងការញៀនជាអ្វីប្រភេទនៃការញៀនបាទជាច្រើនបាទហើយយើងសប្ងៃគឺតែក្មេងទៅចាស់គឺមានការប្រើទូរស័ព្ទតាមបណ្ដាញសង្គម Facebook YouTube TikTok អីជាដើមបាទអូខេអញ្ចឹងជាចុងក្រោយចំពោះទី7បន្ទុកផ្លូវចិត្តដែលអ្នកសង្គ្រោះបឋមសុខភាពផ្លូវចិត្តបាទជាបន្ទុកហើយអ្នកប្រឹក្សាអ្នកសង្គ្រោះតែមានបន្ទុកដែរតែបន្ទុកទាំងអស់គ្នានោះជាអ្វីបាទអញ្ចឹងមានច្រើនមេរៀនតិចតួចប៉ុន្តែខ្ញុំបានអានបាទអញ្ចឹងចំពោះមេត្តាមានតែប៉ុណ្្នឹងសូមអរគុណច្រើនសូមបងប្អូនទាំងអស់គ្នាតាមដាននៅវីដេអូទី3បន្តទៀតបាទសូមអរគុណច្រើន